សួរខ្ញុំបាទធំមិតរីករាយនៅរបស់បងប្អូនទាំងអស់គ្នាមកកាន់កម្មវិធីដ៏ពិសេសមួយគឺសន្និសីទធុរកិច្ចប្រចាំឆ្នាំ Chemesco 25 ដែលកំពុងរៀបចំឡើងនៅសាលាកិច្ចកីឡាភ្នំពេញសន្និសីទនេះបានទទួលស្វាគមន៍នៅភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកកប្រមាណជាង200នាក់មកពីស្ថាប័នគាំទ្រសហគ្រិនដៃគូអភិវឌ្ឍធុរកិច្ចនិងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស Chemesco នេះស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងការវិនិយោគ 3EI គោលដៅគឺដើម្បីជជែកចែករំលែកនិន្នាការប្រធានបទរកដំណោះស្រាយលើបញ្ហាការប្រជុំនិងការស្វែងរកឱកាសនិងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជាឲ្យកាន់តែរឹងមាំមាននិរន្តរភាពនិងភាពធន់ហើយសម្រាប់ឆ្នាំនេះសន្និសីទបានផ្ដោតទៅលើប្រធានបទដែលសំខាន់និងស៊ីជម្រៅសំដៅទៅលើ From collaborations to catalyzing systemic impact ឬមានន័យថាពីសហប្រតិបត្តិការទៅជាកាតាលីករជំរុញផលវិជ្ជមានជាប្រព័ន្ធដើម្បីឲ្យយើងយល់កាន់តែច្បាស់អំពីសារៈសំខាន់និងទស្សនៈរបស់តួអង្គសំខាន់ៗនៅក្នុងវិស័យនេះសូមយើងទៅជួបជាមួយនឹងប្រធានគម្រោងដំណើរសហគ្រិនខ្មែរជាមុនសិនជំរាបសួរសេណាំងសួស្តីគោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះយើងតែងតែប្រមូលផ្ដុំរាល់ភាគីពាក់ព័ន្ធមកចូលរួមចែករំលែកអំពីលទ្ធផលក៏ដូចជាគម្រោងដែលពួកគាត់បានអនុវត្តនៅក្នុង ecosystem នឹងផ្ទាល់ជាក់ស្ដែងនៅក្នុងឆ្នាំនេះយើងមានប្រធានបទច្រើនដែលមានសរុបទាំងអស់5 session ដែលយើងបញ្ចូលនៅក្នុងកម្មវិធីមួយថ្ងៃពេញដែលយើងគិតចាប់តាំងពីកិច្ចសហប្រតិបត្តិការដែលយើងជួយនៅក្នុងប្រព័ន្ធ ecosystem រហូតដល់យើងនិយាយអំពីការវិនិយោគប្រកបដោយផលវិជ្ជមានយើងនិយាយអំពី green investment ហើយនៅក្នុងនោះក៏យើងនិយាយអំពី result ដែលសហគ្រិនខ្មែររួមជាមួយនឹងដៃគូបានធ្វើការកន្លងមកដើម្បីជួយ support ហើយនឹងសកម្មភាពគម្រោងបន្តទៀតដែលយើងនឹងបន្តជួយនៅក្នុង ecosystem នោះបន្តជាចំណុចមួយដែលអនុញ្ញាតឲ្យដៃគូទាំងអស់ទាំងក្នុងស្រុកនិងក្រៅស្រុកបានជួបគ្នានៅក្នុងថ្ងៃនេះគាត់អាចពិភាក្សាស្វែងយល់ពីគ្នាហើយនឹងអាចមានឱកាសក្នុងការសហប្រតិបត្តិការនេះពេលថ្ងៃអនាគតជាបន្តសូមយើងងាកទៅជួបជាមួយនឹងតំណាងដៃគូអនុវត្តគម្រោងទាំងអស់គ្នាជំរាបសួរបងសួស្តីយើងជឿជាក់ថាអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនអ្នកចូលរួមគឺគាត់មានឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថាប័នផ្សេងៗរួមមានស្ថាប័នក្រៅរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធធ្វើការទៅលើសហគ្រិនភាពដៃគូអភិវឌ្ឍផ្សេងៗក៏ដូចជាវិនិយោគិនបង្ហាញឲ្យឃើញអំពីអ្វីដែលជាគម្រោងអភិវឌ្ឍសំខាន់ៗដល់សហគ្រិនដូច្នេះហើយការដែលផ្សារភ្ជាប់ទំនាក់ទំនងបែបនេះមិនត្រឹមតែគាត់មានឱកាសនៅក្នុងការសហការគ្នាទេក៏ប៉ុន្តែអាចនាំឈ្មោះទៅកាន់សកម្មភាពរួមគ្នាមួយដែលយើងអាចធ្វើបានក្នុងការ support សហគ្រិនរបស់យើងដូចជាការគៀងគមមូលនិធិហិរញ្ញវត្ថុការចែករំលែកចំណេះដឹងនិងការកសាងប្រព័ន្ធអេកូឡូស៊ីដែលរឹងមាំប្រកបដោយបរិយាបន្ននិងប្រកបដោយភាពច្នៃប្រឌិតដែលធ្វើឲ្យយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍនៅពេលអនាគតដូច្នេះហើយយើងសូមលើកទឹកចិត្តឲ្យស្ថាប័ននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើការ support សហគ្រិនភាពធ្វើការបន្តការភ្ជាប់ទំនាក់ទំនងនិងចូលរួមក្នុងសកម្មភាពនានាដែលយើងមាននៅពេលខាងមុខនិងខ្លះជាផ្នែកមួយនៃការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់យើងឲ្យមានភាពរីកចម្រើនឆ្ពោះទៅមុខហើយយើងរួចរាល់សម្រាប់ការអភិវឌ្ឍនាពេលខាងមុខក្រោយពីបានដឹងអំពីចំណុចសំខាន់ៗក្នុងកម្មវិធីរួចមកខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ទស្សនិកជនដែលបានចូលរួមវិញម្ដង I think this theme for the year really helps to promote partnerships across the different stakeholders to not only provide capacity building for knowledge sharing, but how to network and how to increase the capacity for SMEs in Cambodia. This theme is really fit with what Cambodia is needing. Because what we see so far is that during this last 5 years, we see that we have many events, startup support program, also some startup community created. We want to see is also collaboration between all stakeholders within the ecosystem. The conference result is very important and it showcases the significant evolution in Cambodia entrepreneurial ecosystems. While collaborating among other key stakeholders, entrepreneurs, ESO, investors, and government, this has been very important. So this year's theme goes beyond just the idea of networking, but also it emphasizes the need for deeper, more purposeful partnership that drive meaningful and long-lasting change in Cambodia ecosystem and economy. I would like to see more of is the collaboration between all the different key stakeholders, the entrepreneurial ESO, the entrepreneurial support organizations, along with private sectors and also the government to go partner hand in hand to support SMEs, not only on knowledge sharing and capacity building as we have done and seen in the past, but also perhaps a pool of resources
that could come and support the different challenges and the diverse challenge that our SMEs are facing in Cambodia. Ecosystem or collaboration should have startup journey, how to enable startup launching from idea to scale. So it's involved many different stakeholders, for example, like government, what can government do in order to create policy support, provide incentive, create a national program, and then this national program, what are the available national funding to support the ecosystem? To me, to truly unlock the potential of this next phase, I believe that we need a more strategic alliance among entrepreneurs, investors, support organizations, and government bodies. So these partnerships must focus not only on scaling up a particular segment or any venture, but also focusing on inclusive and long-term transformation. និយាយរួមតាមរយៈ Camesco 25 នេះយើងបានប្រមូលផ្ដុំនៅទស្សនៈនិងយុទ្ធសាស្ត្រល្អៗជាច្រើនព្រឹត្តិការណ៍នេះពិតជាបានបង្ហាញនូវឆន្ទៈរួមនិងសក្តានុពលនៅក្នុងការកសាងសហគមន៍ធុរកិច្ចខ្ញុំបាទ Thomit សូមអរគុណនិងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រផ្លូវការរបស់សហគ្រិនខ្មែរឥឡូវនេះចូលរួមជាមួយសហគ្រិនខ្មែរថ្ងៃនេះដើម្បីជំរុញនិងរួមចំណែកដល់ការរីកចម្រើននៃទីផ្សារកម្ពុជានិងផលិតផលខ្មែរពួកយើងដើម្បីសហគ្រិនកម្ពុជា